mình men đào tua chỉ nè đại rẻ xa cà piaยุទ្ធធរសម្រាប់ពលរដ្ឋទេណាបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថាតុលាការនេះគឺជាស្ថាប័នដែលបំផ្លាញប្រព័ន្ធយុត្តិធម៌កម្ពុជាទៅហើយប៉ុន្តែដែលធ្វើការវាតម្លៃខ្លួនឯងទេអស់លោកចៅក្រមទាំងឡាយដែលធ្វើការវាតម្លៃទេហើយវាតម្លៃហ្នឹងវាតម្លៃមានបានស្ដាប់សម្លេងពលរដ្ឋទេចេះខ្មាស់គេទេសំខាន់ណាស់អាចចេះខ្មាស់គេហ្នឹងមានបានគិតគូទុកកិត្តិយសគេឈ្មោះឲ្យកូនចៅចំនួនក្រោយអីខ្លះទេមើលទៅបើថាចង់ដោះខ្លួនអីមិនទេអាចប្រឹក្សាជាមួយខ្ញុំបានព្រោះខ្ញុំមានវិធីខ្ញុំដោះខ្លួនរួចពីអន្ទាក់មកខ្ញុំមានវិធីអញ្ចឹងបើថាចង់ប្រឹក្សាឲ្យបានដែរប៉ុន្តែអ្វីដែលសំខាន់គឺនៅមានឱកាសនៅក្នុងការទុកគេឈ្មោះកិត្តិយសសម្រាប់ឲ្យកូនចៅចំនួនក្រោយរបស់ខ្លួនខ្លះផងទុកឲ្យអ្នកប្រវត្តិសាស្ត្រហ្នឹងគេសរសេរពីចំណុចល្អរបស់យើងខ្លះផងទៅដឹងយើងមើលស្នាដៃអត់មានអីទេក្រៅតែពីរំលាយគណៈបកប្រឆាំងចាត់ការទៅលើមេដឹកនាំគណៈបកប្រឆាំងអត់មានការងារអីក្រៅតែពីប៉ុណ្ណឹងទេតុលាការកំពូលការងារដុំកំភួនប៉ុណ្ណឹងខ្ញុំនិយាយបែបនេះមិនមែនទៅមើលងាយសមត្ថភាពអស់លោកដែលរៀនចប់សញ្ញាបត្រច្បាប់ពីបរទេសពីក្នុងប្រទេសមកទេខ្ញុំអត់និយាយទេប៉ុន្តែកុំភ្លេចថាអស់លោកត្រូវបានគេយកទៅប្រើក្នុងនាមជាឧបករណ៍នយោបាយទៅហើយចំណេះដឹងអស់លោកមិនអាចស្វែងរកយុត្តិធម៌សម្រាប់ពលរដ្ឋបានទៀតឡើយព្រោះវាមានភាពលំអៀងផ្នែកនយោបាយហើយយើងមិនបាច់និយាយណាក្រុមប្រឹក្សាក្រុមអង្គជំនុំជម្រះដែលកាត់ក្តីលោករងឈុនទេវាមានប្រមាណក្រុមទៅទៀតប៉ុន្តែបើយើងមើលប្រធានស្ថាប័នតុលាការកំពូលនឹងតែម្ដងជាសមាជិកគណៈជាសមាជិកអចិន្ត្រៃយ៍របស់គណៈបកប្រជាជនចឹងគណៈបកទាំងឡាយណាដែលមាននិន្នាការចង់ប្រកួតប្រជែងជាមួយគណៈបកប្រជាជនហ្នឹងមិនបាច់ទៅប្រកួតអីតែរៀងសម្លេងឡើងតិចតុលាការកំពូលចាត់ការបាត់តុលាការកំពូលចាត់ការចេញសេចក្តីចេញព័ត៌មានមកណាកម្ពុជាអនុវត្តច្បាប់ 100% អ្នកមិនដឹងទេបើអ្នកដឹងទៅពិនិត្យមើលអូអ្នកអនុវត្តច្បាប់នេះអនុវត្តច្បាប់សម្រាប់គ្នាឯងតាអ្វីដែលសំខាន់ណាបងប្អូនអ្វីដែលសំខាន់ណាបងប្អូនជួយតាមដានទាំងអស់គ្នាទេបើបងប្អូនថាអត់ទេតឡាការកម្ពុជាហ្នឹងរយុទ្ធធរដែរខ្ញុំកុំចោតគេអញ្ចឹងខ្ញុំមិនទទួលស្គាល់អ្វីដែលណាសេងសេរីឯងនិយាយទេតឡាការកម្ពុជានេះជាតឡាការរាប់ថាជាតឡាការដែលមានយុទ្ធធរដែរប៉ុន្តែខ្ញុំជឿថាបើនិយាយអាចនិយាយភាសានឹងបានណាអ្នកដែលអាចនិយាយថាតុលាការកម្ពុជាជាតុលាការដែលមានយុត្តិធម៌បានណាគួរទៅជួបគ្រូពេទ្យដែលធ្វើការងារផ្នែកខាងពេទ្យផ្លូវចិត្តណាឬក៏មិនអញ្ចឹងទេទៅពិនិត្យណាពិនិត្យមើលពិនិត្យក្បាលមើលខ្លាយលោកវាមានពិការភាពផ្នែកខាងសតិបញ្ញាអ្នកដែលអាចប្រើប្រាស់ពាក្យអស់នឹងបានណាហើយបើសិនជាមិត្តភ័ក្តិអីបងប្អូនដែលកំពុងតែស្ដាប់ខ្ញុំនេះឬក៏មិត្តភ័ក្តិអីដែលនិយាយអាចនិយាយថាតុលាការខ្មែរតុលាការយុត្តិធម៌តាបើនៅក្បែរហ្នឹងបងប្អូនទៅវែកសក់មើលខ្លាយលោកក្បាលហ្នឹងវាវាចឬក៏វាផុងអីមួយយ៉ាងដែលអាចនិយាយភាសាអស់ហ្នឹងបានណាប៉ុន្តែជាទូទៅដែលខ្ញុំឆ្លងកាត់ណាជីវិតជារាជការនៅស្រុកខ្មែរមានការជជែកជាមួយនឹងពលរដ្ឋច្រើនយើងឃើញថាគ្មាននរណាមួយដែល
ai tụi tua vô ban vô tụi thua bị tala ca tê tàu tala ca mà đong pay cướp kia pay nó men pay đại rương vô tụi thua bà má nó pay à rương o lôi nó ti mùi nào si tua đó o cô o cà bay o trộm sầm bát bàn cắt sẽ cái đầy bàn cắt sẽ cái đầy nắng chỉ ở vậy đại bộ rót quật miền bọt bị sao nó không bọc quan cho tụi thua nó Campuchia có bàn tay tu bayយ៉ាងណាក៏ដោយដែលខ្ញុំទៅពិនិត្យមើលនៅក្នុងណារចនាសម្ព័ន្ធរបស់តុលាការកំពូលមានមនុស្សម្នាក់ទៀតដែលយើងអាចសង្ឃឹមបានទោះបីក្តីសង្ឃឹមនឹងវានៅឆ្ងាយក៏ដោយគឺអង្គព្រះមហាក្សត្រអញ្ចឹងក៏ឆ្លៀតឱកាសនេះណាសូមថ្វាយក្រាបថ្វាយបង្គំព្រះអង្គព្រោះព្រះអង្គជាប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមកម្ពុជាជាអ្នកធានានៅប្រព័ន្ធយុត្តិធម៌របស់ជាតិសង្ឃឹមថាព្រះអង្គអាចកលេចមើលទុកសោករបស់ពលរដ្ឋដែលរងអំពើអយុត្តិធម៌គ្រប់គ្នាពួកយើងអត់ដឹងសង្ឃឹមអ្នកណាទៀតទេឥឡូវសង្ឃឹមលើបៃតាសន្តិភាពសង្ឃឹមលើបៃតាសេដ្ឋកិច្ចអត់អាចសង្ឃឹមបានទេយើងមើលតែប្រហែលថ្ងៃនេះទៅឃើញហើយជ្រួលច្បល់ពេញនឹងទាំងអស់បន្តិចទៀតខ្ញុំនិយាយរឿងហ្នឹងហើយនិយាយអារឿងបក្រាបសម្ដេញនេះយើងមើលការអនុវត្តប៉ុន្តែទោះបីយ៉ាងណាក៏ដោយណាទោះបីយ៉ាងណាក៏ដោយអានេះខ្ញុំនិយាយក្នុងសាច់រឿងរបស់លោកគ្រូឡុងឈុនណាទោះបីយ៉ាងណាក៏ដោយលោកគ្រូឡុងឈុនគាត់បានថ្លែងសារមួយដែលគួរចាប់អារម្មណ៍គាត់និយាយថាបទញុះញង់មាត្រា490